សិកជនពាក់ព័ន្ធទៅនឹងក្រុមហ៊ុនធំៗនៅក្នុងឧស្សាហកម្មផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូងបង្ហាញនូវការព្រួយបារម្ភថាវិបត្តិនៅអ៊ីរ៉ង់នឹងបង្កការរំខានទៅដល់ការផ្គត់ផ្គង់វត្ថុធាតុដើមនិងធ្វើឲ្យតម្លៃបន្ទះឈីបហក់ឡើងខ្ពស់ខ្លាំងសហគ្រាសផលិតបន្ទះឈីបធំៗរបស់កូរ៉េខាងត្បូងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពតានតឹងរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលអាចរំខានដល់ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានៅក្នុងតំបន់មជ្ឈិមបូព៌ាវិនិយោគិននិងក្រុមហ៊ុនផលិតបន្ទះឈីបដូចជា Samsung Electronics និង SK Hynix បារម្ភថាប្រសិនបើចំនួនអស់បន្លាយវានឹងនាំឲ្យប៉ះពាល់ដល់ការងារនិងគម្រោងជាច្រើនត្បិតថាតំបន់មជ្ឈិមបូព៌ាកំពុងក្លាយជាសមរភូមិបច្ចេកវិទ្យាថ្មីដែលប្រទេសអ្នកមានប្រេងព្យាយាមបង្វែរសេដ្ឋកិច្ចមកលើវិស័យ AI ប៉ុន្តែសង្គ្រាមកំពុងក្លាយជាឧបសគ្គរាំងស្ទះដល់មហិច្ឆតានេះអ្វីដែលក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងព្រួយបារម្ភនោះគឺគម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យខ្នាតធំនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួមដែលកំពុងត្រូវការបន្ទះឈីប AI និងអង្គចងចាំក្នុងបរិមាណដ៏ច្រើនកាលពីដើមសប្តាហ៍មានរបាយការណ៍ថាមជ្ឈមណ្ឌលទិន្នន័យរបស់ AWS នៅអារ៉ាប៊ីសាអូឌីតត្រូវបានរងការវាយប្រហារដោយដ្រូននិងមីស៊ីលដែលបណ្ដាលឲ្យមានការរំខានដល់សេវាកម្ម Cloud និង AI កម្រិតសកលវិបត្តិនៅមជ្ឈមបូព៌ាបានធ្វើឲ្យតម្លៃប្រេងកើនឡើងដែលនាំឲ្យថ្លៃដើមផលិតកម្មនិងការដឹកជញ្ជូនបន្ទះឈីបកើនឡើងតាមនោះដែរមានការព្រួយបារម្ភថាវិបត្តិនេះអាចរំខានដល់ការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗមួយចំនួនដែលនាំចូលពីតំបន់នោះសន្ទុះភាគហ៊ុន KOSPI របស់កូរ៉េខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃពុធសប្តាហ៍នេះដោយសារអ្នកវិនិយោគបារម្ភពីស្ថិរភាពសេដ្ឋកិច្ចងាកមកប្រាក់វិនបានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល17ឆ្នាំដោយសារឥទ្ធិពលនៃសង្គ្រាមទោះបីជាបច្ចុប្បន្នការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូងនៅតែមានសន្ទុះខ្លាំងកើនឡើង 161% កាលពីខែកុម្ភៈក៏ដោយប៉ុន្តែមន្ត្រីក្នុងវិស័យនេះបានលើកឡើងថាផលប៉ះពាល់ភ្លាមៗប្រហែលជាមានកម្រិតប៉ុន្តែប្រសិនបើសង្គ្រាមអស់បន្លាយវានឹងក្លាយជាឧបសគ្គធំសម្រាប់តម្រូវការបន្ទះឈីប AI ទូទាំងពិភពលោក